បាទសួស្តីបងប្អូនអ្នកគ្នាហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនណាគឺមានរឿងរ៉ាវទាក់ទងជាមួយនឹងប្រទេសសៀមទៀតដែរទាក់ទងជាមួយនឹងការគឺបន្លែរបស់បងប្អូនអ្នកគ្នាឥឡូវបើសិនបងប្អូនចង់ថាតើបន្លែរបស់សៀមគឺមានរឿងរ៉ាវអ្វីទៀតបងប្អូនអ្នកគ្នាតោះសូមបងប្អូនចូលតាមដានទស្សនាជាមួយនឹងអេតាមីនទាំងអស់គ្នាបងប្អូនណាថាតើឥឡូវបន្លែរបស់សៀមវាយ៉ាងម៉េចទៀតបងប្អូនអ្នកគ្នាបងប្អូនស្ពៃក្តោបថៃមិនត្រឹមតែតម្លៃថោកប៉ុណ្្នឹងទេបាទឥឡូវគឺកំពុងតែតាមមានបញ្ហាស្ពៃក្តោបថៃគឺអាចនឹងប្រឈមនឹងជនជាតិថៃគ្នាឯងហ្នឹងគឺអត់ទិញបរិភោគអត់ហ៊ានស៊ីហ្មងបាទករណីហ្នឹងគឺកើតឡើងនៅខេត្តពេជ្របូរហ្នឹងគឺតាសក់សហ្នឹងឈ្មោះលោក Tony ហ្នឹងគឺគាត់ជា influencer ដ៏ល្បីប្រចាំប្រទេសថៃហើយបាទអ្នកណាចង់ធ្វើជា content creator អីគឺភាគច្រើនគឺទៅរកគាត់ហើយដោយសារគាត់ឃើញស្ពៃក្តោបនឹងតម្លៃថោកគាត់ទៅជួយទិញពីកសិករអ្នកដាំមកយកមកឲ្យសัตว์គាត់ស៊ីយកឲ្យកបីស៊ីហើយងាប់កបីអស់7ក្បាលហើយយកអាស្ពៃក្តោបនឹងយកទៅហាន់ឲ្យអាសัตว์អូទ្រីសរបស់គាត់នឹងស៊ីទៀតងាប់អស់3ក្បាលទៀតឥឡូវគាត់ខឹងឥឡូវគាត់ចេញមកប្រកាសថាឥឡូវហាងរបស់គាត់គឺកុំអ្នកណាមកកំងមេនុយណាដែលថាទាកតូននឹងស្ពៃក្តោបគាត់លែងលក់គាត់លែងស៊ីឥឡូវវីដេអូហ្នឹងគឺកំពុងតែល្បីនៅថៃឥឡូវតំណែងរបស់ថៃមួយមុខទៀតដែលថានៅបងប្អូនអ្នកគ្នាអានឹងតកតងជាមួយស្ពៃក្តាប់របស់ពួកអាចារ្យសៀមបងប្អូនអ្នកគ្នាឥឡូវនេះគឺវាបាទពួកអាសៀមលេងមួយពួកអាថៃបងប្អូនអ្នកគ្នាឥឡូវនេះវាកំពុងវឹកវរគ្នាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងហើយអញ្ចឹងចុះហើយសំមុខបងប្អូនអ្នកគ្នាអញ្ចឹងតកតងជាមួយដំណឹងមួយនេះគឺតកតងជាមួយនឹងបាទខាងបន្លែរបស់ចៅសៀមគឺស្ពៃក្តោបគឺវាមានសារធាតុគីមីគឺច្រើនលុះលុបមែនទែនរហូតទៅដល់គ្រាន់តែយកឲ្យសត្វកបីស៊ីបាទស៊ីភ្លាមងាប់ភ្លាមរហូតទៅដល់យកគ្រាន់តែឲ្យចាបឲ្យសត្វអូទ្រីសឲ្យងាប់បន្តទៀតចុះអានេះសំណាងតបានដល់មនុស្សបើសិនតែមនុស្សស៊ីទៅมันមានរឿងរ៉ាវទៅវិញឆ្ងាយទៀតបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងនេះសិតតែជារឿងស្រូវរបស់ពួកចៅសៀមបងប្អូនអរគ្នាហើយវីដេអូចេះបងប្អូនបើសិនតែឃើញហើយបើសិនជាមានបងប្អូនយើងបកស្រាយជាភាសាសៀមភាសាអង់គ្លេសភាសាអន្តរជាតិផ្សេងបើសិនតែបងប្អូនឃើញជាពិសេសនៅក្នុងប្រព័ន្ធ social media ជា Facebook ឬ social media ផ្សេងបងប្អូនអាច share បាន share ទៅបងប្អូនទាំងគ្នាដើម្បីពិភពលោកកាន់តែស្គាល់ពីពួកអាចៅសៀមបានឲ្យកាន់តែច្រើនបងប្អូនទាំងគ្នាឥឡូវយើងទៅតាមដានទស្សនាបន្តទៀតបងប្អូនណាជនថៃខ្លួនឯងកំពុងតែសម្លាប់គឺស្ពៃក្តោបនឹងឯងណាគួរឲ្យខ្លាចទេបងប្អូនកបីស៊ីពលកបីងាប់មិនដឹងថាវាដាក់សារជាតិស្អីខ្លះហើយកន្លងមកដែលថានាំចូលមកខ្មែរយើងមិនដឹងថាវាសារជាតិស្អីខ្លះមិនដឹងថាវាជួបសារជាតិអីខ្លះប៉ុន្តែក៏ពិតទៅបងប្អូនណាអាស្អីក្តោបថៃណាຕົកតែមួយថ្ងៃពីរថ្ងៃគឺរលួយហើយពេលរលួយយើងយកដៃទៅប៉ះឈីបអានោះគឺខ្ញុំធ្លាប់ចាប់ធ្លាប់ប៉ះដែរណាស្ពៃក្តោបគេច្រកថង10គីឡូអញ្ចឹងណាឥឡូវគឺវីដេអូហ្នឹងគឺកំពុងតែថា viral នៅក្នុងប្រទេសថៃហើយប្រជាជនថៃក៏នាំគ្នា share ច្រើនហើយរូបភាពទាំងអស់ហ្នឹងគឺដូចទៅសម្រាប់ស្ពៃក្តោបរបស់សៀមមកមុខទៀតហ្នឹងគឺឲ្យងាប់អត់ងើបរួចទេណាបើចេញមកអញ្ចឹងឲ្យសួរទៅបងប្អូនយើងទាំងគេនរណាហ៊ានហូបណាគួរខ្លាចណាที่ผ่านมานะคนไทยเขาชอบอย่างนี้นะคนไทยนี่เขาชอบแบบเวลาที่เขากินผักเขาก็หาแต่ไอ้ที่แบบมันใบแบบสวยๆแบบไม่มีนอนไม่มีอะไรไปเจาะอย่างเงี้ยนะโอ้น่ากลัวว่ะเป็นอย่างนี้นะมึงแดกลงกันไหมเนี่ยนะมึงแดกลงกันได้ยังไงแล้วที่ผ่านมาที่แดกกันนะสุดยอดว่ะนะและเพชรบูรณ์นี่ก็เป็นแหล่งที่ปลูกกะหล่ำเนี่ยเยอะที่สุดนะมึงรู้ไหมกะหล่ำที่พวกมึงกินกันอยู่ทุกวันนี่คือส่วนมากคือไปจากเพชรบูรณ์แล้วไปขายที่ซีมาเมืองไปขายที่ตลาดไทยแต่กูว่านะงานเนี้ยกะหล่ำเนี้ยตุยแล้วตุยอีกราคาก็ไม่ดีอยู่แล้วมารูปเพียบนี่บางโพnàyอันนี้វាស្មើនឹងថៃសម្រាប់ពួកអាសៀមសម្រាប់ពួកថៃទៀតបងប្អូនអរគ្នាហ្នឹងហើយពួកប្រទេសបាទដែលសេកឃ្លាននៅសង្គ្រាមពួកប្រទេសដែលតែងតែឈានពានទឹកដីបាទប្រទេសគេដែលនៅជាប់
ក្នុងប្រទេសវាបាទឥឡូវនេះគឺលទ្ធផលតែវាត្រូវទទួលយកបងប្អូនអរគ្នាបាទ train ស្អុយឈ្មោះមួយហើយស្វាយអីហ្នឹងហើយឥឡូវscam ហ្នឹងនៅប្រទេសវាឥឡូវក៏ចាប់ផ្ដើមមានការផ្ទុះបាទអន្តរជាតិក៏ស្គាល់ដឹងឮច្រើនហ្នឹងបាទហើយថ្មីតម្រុតមកពីឡាវមកទៀតចាប់បានទេបងប្អូនអ្នកគ្នាពួកអាស៊ានបងប្អូនអ្នកគ្នាឥឡូវនេះគឺតកតងជាមួយនឹងខាងស្ពៃក្តោបហើយមិនដឹងថាសារធាតុគីមីហ្នឹងគឺដល់កម្រិតណាបងប្អូនរហូតដល់សត្វកបីមានប៉ុណ្ណានៃដាក់ពឹបពុលងាប់ទេបងប្អូនបាទសត្វអូទ្រីសហ្នឹងដាក់ទៅស៊ីអីហ្នឹងគឺទៅអស់បងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងតកតងជាមួយវីដេអូមួយនេះហើយនឹងជាពិសេសតាសក់សនេះបងប្អូនហ្នឹងហើយតាសក់សមិនដឹងជនជាតិថៃឬក៏ជនជាតិសៀមមើលអត់ស្គាល់ទេបងប្អូនអ្នកគ្នាហ្នឹងហើយអ្វីដែលសំខាន់គឺវីដេអូឃ្លីបមួយនេះតានេះគឺដូចសម្រាប់ពួកសណ្ដានដូចពួកវាចឹងបងប្អូនអ្នកគ្នាគឺដូចសម្រាប់វាបងប្អូនដូចស្អីបាទខូចឈ្មោះមួយទៀតបងប្អូនអ្នកគ្នាតែប៉ុណ្នេះគឺតកតងជាមួយនឹងបន្លែស្ពៃក្តោបវាគឺត្រូវងាប់មួយទៀតបងប្អូនអ្នកគ្នាបាទឥឡូវយើងទៅតាមដានទស្សនាបន្តទៀតហើយតើតើជាមួយនឹង idol របស់យើងដែលគាត់បានបកស្រាយជាភាសាសៀមនេះបងប្អូនណាគាត់បកស្រាយទៅដើម្បីឲ្យពួកអាសៀមគឺវាកាន់តែដឹងពីរឿងពិតព្រោះខ្លះទៅយកសាច់រឿងហ្នឹងយកទៅនិយាយជារឿងផ្សេងអញ្ចឹងណាបងប្អូនអ្នកគ្នាឥឡូវយើងទៅតាមដានទស្សនាជាមួយនឹង admin បន្តទៅទៀតបងប្អូនเจอแบบดราม่าอย่างนี้อีกโอ้โหมันเกิดขึ้นไม่ได้ยังไงว่ามันใช้สารอะไรขนาดนั้นวะถึงขนาดแบบเอาไปให้ควายกินเนี่ยควายตายเนี่ยฮะมึงว่าไหมมันน่ากลัวนะมึงแล้วที่ผ่านมานี่คือไอตอนที่เปิดด่านเนี่ยโอ้โหประเทศกูเนี่ยนำเข้าจังเลยนะก็ดีนะปิดด่านนี่คือดีไม่งั้นโคตรดีอ่ะคือมันดียังไงมึงรู้ไหมสินค้าที่แบบเข้ามาประเทศกูนะส่วนมากก็คือสินค้าที่ราคาถูกคุณภาพไม่ค่อยดีเท่าไหร่นะแต่พอปิดด่านปุ๊บแม่งไอ้ของถูกของไม่ดีพวกมึงก็แดกกันเองหรือมึงก็แอบเอาข้าวส่งไปที่จีนนะกับไอ้ของดีนะก็ปะปนกันไปอย่างเงี้ยทุเรียนแล้วก็ตีนไก่แล้วก็อะไรหลายอย่างเลยเนี่ยของพวกเนี้ยบ้านคุณเนี่ยคือบริโภคเยอะนะเหมือนที่กูบอกนะประเทศคุณนี่คือประชากรเนี่ยมี17 ล้านคนนะแต่ทุกคนก็คือที่ผ่านมานะทุกคนก็คือบริโภคของไทยทุกคนอะไรกูพูดได้เลยทุกคนนะเพราะฉะนั้นคนแค่17 ล้านคนนะแต่ว่าการบริโภคมีเยอะมากแต่ตอนนี้คือการปิดด่านนี่คือจะทำให้โรงงานของกัมพูชานี่คือเกิดขึ้นเยอะเลยผู้ประกอบการอะไรต่างๆนี่คือโอ้โหกูก็อยากให้เป็นอย่างนี้นานๆนะพอปิดอย่างนี้เราถึงได้รู้ว่าไอ้ที่เข้ามาประเทศคุณนี่คือไม่ได้แบบผ่านแบบการตรวจสอบแบบอย่างที่ไปประเทศจีนนะไปประเทศจีนนี่คือเขาจะมีการตรวจสอบเขาจะมีมาตรฐานมีอะไรของเขาបាទនៅបងប្អូនអ្នកគ្នាអញ្ចឹងតកតងជាមួយដំណឹងមួយនេះគឺវាស្មើនឹងវាសម្លាប់តកតងជាមួយនឹងបន្លែស្អីគេស្វ័យក្តោបវាមួយទៀតបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងសម្រាប់ដំណឹងនេះយើងមិនថាតែនេះទេយើងសម្រាប់យើងខ្មែរយើងបងប្អូនខ្មែរយើងក៏ត្រូវតែប្រុងប្រយ័ត្នបើបានខ្ពស់មែនទែនបងប្អូនណាគេលោផ្្លាត់ស្នៀតបាទហើយសម្រាប់បងប្អូនយើងនៅក្នុងស្រុកនិងក្រៅស្រុកគឺយើងនៅតែបន្តដដែលបងប្អូនទាំងអស់គ្នាតកតងជាមួយនឹងការបាទនាំចូលផលិតផលរបស់ចៅសៀមហើយនឹងការឈប់យកមកលក់ឈប់យកមកបាទឈប់នាំចូលឈប់យកមកលក់នឹងយើងឈប់ទិញបងប្អូនដែលឈប់បាន3ហ្នឹងគឺល្អភាសាបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនគិតមើលមិនដឹងថាវាដាក់សារធាតុអីខ្លះក្នុងហ្នឹងយើងគិតមើលបងប្អូនណាបាទត្រូវតែប្រយ័ត្នប្រយែងណារបស់អាសៀមពីពេលហ្នឹងទៅបាទសម្ភារៈប្រើប្រាស់ហើយនឹងអីគេអាគ្រឿងបរិភោគជាភាសាគ្រឿងបរិភោគបងប្អូនណាសូមមានការប្រុងប្រយ័ត្នមែនទែនព្រោះអាសៀមឥឡូវគឺល្បិចច្រើនបងប្អូនទាំងនេះល្បិចវាមួយក្បាច់ទៀតគឺវាបន្លំវាយកអវ៉ាន់របស់វាបន្លំវាយម៉ាក់បន្លំធ្វើជារបស់ខ្មែរយើងអាហ្នឹងក៏ផ្ទុះមករឿងទីបងប្អូនទាំងនេះអានេះវាដូចជាជំរឹះវាចុងក្រោយវាមិនដឹងថាវាវិធីអីដែលលក់អីវ៉ាន់វាដៃវាយកជំរឹះនឹងមកធ្វើទៀតឥឡូវបងប្អូនអញ្ចឹងមិនថាបងប្អូនទាំងគ្នាណាសូមឲ្យមានការប្រុងប្រយ័ត្នបានខ្ពស់តទៅជាមួយនឹងរកការទិញផលិតផលជាពិសេសរបស់អាសៀមបើសិនឃើញកុំប៉ះកុំអីបងប្អូនទាំងគ្នាបាទនេះបាទឥឡូវនេះគឺចប់មួយទៀតដែលតទៅជាមួយស្វ័យក្តោបរបស់អាសៀមបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងបងប្អូននៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់ទស្សនាហើយយើងក៏សង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបងប្អូនទាំងគ្នាបាទចុងក្រោយសូមអរគុណសូមគោរពលា